បាទជារៀបសួរបងប្អូនថ្ងៃនេះយើងមករៀបចំធ្វើការដាំដូងណាហ្នឹងហើយទីទៀតនឹងបង្ហាញពីបច្ចេកទេសក្នុងការដាំដូងណាបងប្អូនណានេះយើងដាំ8 ម៉ែត្រមួយណាចន្លោះពីគុំមួយទៅគុំមួយគឺ8 ម៉ែត្រមួយណាបើខាងនោះយើងដាំ6 ម៉ែត្រកដាលនោះណាអញ្ចឹងយើងមើលទស្សនានេះមិនតាន់ដាំទេយើងយកកូនដូងមកដាក់ណាមកដាក់ហើយនឹងដាំចេកជំវិញណាហ្នឹងហើយខាងនេះគឺយើងការ៉ុងជីណាការ៉ុងជីរបស់យើងណាយើងធ្វើការរៀបចំដាក់ជីកប៉ោះដាំដូងហ្នឹងណាដើម្បីឲ្យវាបានល្អយើងប្រើប្រាស់ជីកប៉ោះជីធម្មជាតិណាយើងមិនសូវសបោលុយទិញគឺយើងទិញជីគីមីវាអស់លុយណាអញ្ចឹងយើងធ្វើជីកប៉ោះខ្លួនឯងមកជីជុំវិញផ្ទះហ្នឹងទៅណាសារ៉ាមសារោចអាចគោអាចមន់អាចទាយើងធ្វើការរៀបចំប្រមូលវាដាក់ចូលទៅណាយើងលាយទៅណាហើយយើងដាក់កបោសកបោអីដាក់ផ្អាប់ទុកវារយៈពេល45 ថ្ងៃណាមួយខែកន្លះអីចឹងទៅណាដើម្បីឲ្យវាល្អឲ្យវាផុសល្អហើយយើងយកច្រកការ៉ុងយកមកណាហើយយើងដាក់វាទៅណាដាក់វាមកគុំកន្លះការ៉ុងមកគុំកន្លះការ៉ុងទៅយើងធ្វើម៉េចតែយើងផ្សំខ្លួនឯងណាហើយយើងចាំទិញគេសុទ្ធគឺលុយសុទ្ធណាហ្នឹងហើយយើងអត់មានលុយអាហ្នឹងយើងធ្វើតាមអត់មានលុយទៅណាតែយើងមានលុយទិញជីដាក់មកណាហ្នឹងហើយទិញជីគីមីដាក់មកណាមកគុំ1 គីឡូមកគុំ1 គីឡូមកណាតែយើងអត់មានជីគីមីមានតែជីធម្មជាតិសិនទៅណាតែពេលចិត្តផ្លែផ្កាយើងលាយជីគីមីខ្លះណាជីធម្មជាតិខ្លះដែលយើងធ្វើខ្លួនឯងហ្នឹងទៅណាយើងដាំទៅណាប្រឡោះកដាលយើងដាក់ចេកម្ដងទៅណាតាមពិតវាស្ដុកវាមិនសូវល្អក៏នៅដឹងធ្វើម៉េចអាហ្នឹងយើងចេះតែរៀបចំដាំទៅណាដើម្បីបានផលហូបខ្លះណាដាំតិចដែរដូចជា200-300 ដើមទេណាគឺប៉ុណ្ណេះណាដាំ200-300 ដើមចោលទៅណាហើយបើយើងធ្វើស្រែក៏មួយឆ្នាំបាន6-7 តោនដែរណាហើយយើងធ្វើចកាទៅណាយើងខ្ជិលធ្វើស្រែធ្វើចកាណាមិនធ្វើស្រែធ្វើចកាបើមិនធ្វើចកាធ្វើស្រែប៉ុណ្្នឹងឯងអ្នកស្រែចំការណាអញ្ចឹងខាងនេះដីស្រែណានេះបងប្អូនណាថ្ងៃនេះថ្ងៃអាទិត្យយើងមកធ្វើការដាំតែម្ដងណាអត់តាន់ហើយទេនេះណាតែបានតែជិត10 ដើមណាយកមក25 ដើមបាទអរគុណច្រើនណាបងប្អូនដែលបានមើលទស្សនាវីដេអូការដាំដូងណាបងអរគុណ